បងប្អូនតើគ្នានេះគឺជាសាប៊ូប្រឡប់ចឹងមាន6ពណ៌សម្រាប់បងជ្រើសចឹងនេះគឺខ្ញុំយកសាប៊ូហ្នឹងដើម្បីប្រាប់ពីរបៀបក្នុងការកក់ចឹងរបៀបនៃការប្រើប្រាស់ចឹងយើងយកសាប៊ូចេញពីក្នុងប្រអប់ហ្នឹងមកតមកបងកន្លក់1នាទីបងហើយបន្ទាប់មកបងពាក់ស្រោមដៃនឹងមាននៅក្នុងប្រអប់ហ្នឹងស្រាប់ណាបន្ទាប់មកបងយកវាកន្លក់រួចហើយបងពាក់ស្រោមដៃរួចហើយបងចុចសាប៊ូដាក់លើបាតដៃដែលពាក់ស្រោមដៃហ្នឹងណាបន្ទាប់មកបងយកសាប៊ូហ្នឹងប៉ាតលើខ្សែសក់ហើយក្រាស់យើងសិតប៉ាតហ្នឹងដើម្បីឲ្យសក់សក់ចឹងពេលបងប៉ាតឲ្យសក់ហើយបន្ទាប់មកបងញីសក់យើងទៅវាចេញពពុះសាប៊ូហើយយើងឆ្លីគោសក់ដែលមានស្កូវឬក៏អត់ស្កូវក៏យើងញីគោសក់ហ្នឹងទៅឲ្យវាសក់ដើម្បីឲ្យសក់ណាបន្ទាប់មកបងញីឲ្យសក់អស់ហើយបងទុករយៈពេលសម្រាប់ពណ៌ខ្មៅអាចទុក15នាទីទៅ20នាទីហើយបើសិនជាពណ៌អាចទុកកន្លះម៉ោងឬ40នាទីទៅដល់1ម៉ោងសម្រាប់យើងសក់ដូចថាស្កូវច្រើនឬក៏យើងប្រើពណ៌ពីមុនអីចឹងណាតោះមកបងផ្អាប់ទុករួចហើយបងលាងទឹកចេញពីបេះទឹកឲ្យជះសាប៊ូទៅបងមានបន្ទន់បងបន្ទន់15នាទីទៅយើងលាងទឹកចេញខ្សែទៀតទៅអញ្ចឹងយើងជាប់ពណ៌បានយូរចេញពណ៌បានស្អាតឲ្យខូចសក់យើងឃើញក៏អូបហើយវិញ្ញាណនៃការដុសស្កូវជាប់ពណ៌បានយូរសម្រាប់អ្នកមានបញ្ហាស្កូវសក់អញ្ចឹងយើងតម្លៃក៏ពិសេសជូនអញ្ចឹងណាអរគុណច្រើនបងប្អូននេះគឺរបៀបប្រើ